សូមស្វាគមន៍មកកាន់ព័ត៌មានប្រចាំថ្ងៃពី The Khmer Today ប្រជាជនកម្ពុជារំពឹងថាសម្ដេចហ៊ុនម៉ាណែតនឹងលើកឡើងពីបញ្ហាព្រំដែនកម្ពុជាថៃនៅកិច្ចប្រជុំ Board of Peace សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិដេជោកាលពីយប់ថ្ងៃទី15ខែកុម្ភៈឆ្នាំ2026ដើម្បីបំពេញទស្សនកិច្ចការទូតរយៈពេល13ថ្ងៃនៅសហរដ្ឋអាមេរិកនិងតំបន់អឺរ៉ុបប្រជាជនបានដាក់ក្តីរំពឹងខ្ពស់ចំពោះការអញ្ជើញរបស់សម្ដេចធិបតីទៅកាន់រដ្ឋធានី Washington ដើម្បីចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅថ្ងៃទី19ខែកុម្ភៈឆ្នាំ2026នេះប្រជាជនកម្ពុជាទាំងមូលបានសម្ដែងនូវក្តីរំពឹងទុកថាសម្ដេចធិបតីនឹងលើកយកបញ្ហាព្រំដែនកម្ពុជាថៃមកពិភាក្សាដើម្បីស្វែងរកដំណោះស្រាយសន្តិភាពប្រកបដោយស្ថិរភាពយូរអង្វែងក្រសួងមហាផ្ទៃបានរាយការណ៍ថាក្រោយពីមានបទជប់បាញ់កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025រួចមកដល់ថ្ងៃទី16ខែកុម្ភៈឆ្នាំ2026នេះក្នុងចំណោមពលរដ្ឋភាគឹកសរុបចំនួន640,000នាក់មានជាង770,000នាក់ឬ88% បានវិលត្រឡប់ទៅលំនៅឋានវិញនៅមានពលរដ្ឋជាង75,000នាក់ទៀតពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបានឡើយបើតាមក្រសួងការពារជាតិនិងសារព័ត៌មានអន្តរជាតិជាច្រើនសុទ្ធតែបានរាយការណ៍ថាបន្ទាប់ពីបទឈប់បាញ់និងកិច្ចព្រមព្រៀងសន្តិភាពដែលប្រទេសថៃបានឯកភាពរួចមកហើយក៏ដោយក៏យោធាថៃនៅតែបន្តរាយបន្លាលូហុំព័ទ្ធផ្ទះប្រជាពលរដ្ឋនិងពង្រាយទូខុងតឺន័ររារាំងប្រជាពលរដ្ឋកម្ពុជាមិនឲ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបាននៅឡើយសេចក្តីរាយការណ៍ពីក្រសួងព័ត៌មានបានបង្ហាញថាបន្ទាប់ពីបញ្ចប់ភារកិច្ចនៅសហរដ្ឋអាមេរិកសម្ដេចធិបតីនឹងបន្តដំណើរទៅកាន់ទីក្រុងស៊ើណេវប្រទេសស្វីសនិងទីក្រុងព្រុចសែលប្រទេសបែលហ្សិករហូតដល់ថ្ងៃទី27ខែកុម្ភៈដំណើរទស្សនកិច្ចនៅអឺរ៉ុបនៅពេលនេះក៏ត្រូវបានគេមើលឃើញថាជាឱកាសរបស់កម្ពុជាក្នុងការតស៊ូមតិលើបញ្ហាអធិបតេយ្យភាពនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយដៃគូអន្តរជាតិធំៗផងដែរប្រជាជនបាននឹងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នៅខ្លឹមសារនៃសន្និរកថានិងលទ្ធផលនៃជំនួបពិភាក្សាក្នុងកិច្ចប្រជុំ Board of Peace នេះថាតើបញ្ហាព្រំដែនដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋនឹងត្រូវបានលើកយកមកបង្ហាញក្នុងកម្រិតណាមួយពីខ្ញុំបាទពៅណាគ្រីសារព័ត៌មាន The Khmer Today សូមអរគុណសូមចុច like និង follow page The Khmer Today ដើម្បីទទួលបានព័ត៌មានថ្មីៗនិងគាំទ្រដល់ក្រុមការងាររបស់យើងថៃជាប្រទេសដែលជនជាតិអូស្ត្រាលីរងគ្រោះដោយអំពើចោរកម្មច្រើនបំផុតប្រទេសថៃបានក្លាយជាគោលដៅទេសចរដែលជនជាតិអូស្ត្រាលីខ្លាចរអាបំផុតបន្ទាប់ពីរបាយការណ៍បានបង្ហាញពីតួលេខដ៏រន្ធត់នៃករណីស្លាប់គ្រោះថ្នាក់និងអំពើចោរកម្មនៅក្នុងប្រទេសថៃយោងតាមរបាយការណ៍ Consular State of Play ដែលចេញផ្សាយដោយក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលីនៅថ្ងៃទី16ខែកុម្ភៈឆ្នាំ2026នេះបានរាយការណ៍ថាប្រទេសថៃជាទីកន្លែងដែលអ្នកទេសចរងាយរងគ្រោះបំផុតខ្លាំងជាងប្រទេសដទៃទៀតសេចក្តីរាយការណ៍ពី The Edge បានបង្ហាញថានៅក្នុងបញ្ជីខ្មៅនៃសុវត្ថិភាពទេសចរប្រទេសថៃបានកត់ត្រាករណីស្នើសុំជំនួយកុងស៊ុលរហូតទៅដល់1017ករណីដែលជាតួលេខខ្ពស់ជាងគេបំផុតលើពិភពលោកThe Edge រាយការណ៍បន្តទៀតថាទោះបីជាប្រទេសអូស្ត្រាលីជាប់ឈ្មោះជាប្រទេសលេខ1ខាងចោរលួចលិខិតឆ្លងដែនជនបរទេសក៏ដោយក៏ប៉ុន្តែបើនិយាយពីហានិភ័យនៃអាយុជីវិតអ្នកទេសចរវិញប្រទេសថៃគឺជាកន្លែងដែលជនជាតិអូស្ត្រាលីស្លាប់ច្រើនបំផុតចំនួន346នាក់ក្នុងឆ្នាំ2024-2025ពលគឺក្នុងចំណោមអ្នកស្លាប់នៅក្រៅប្រទេស6នាក់គឺមានម្នាក់បានស្លាប់នៅក្នុងប្រទេសថៃប្រពន្ធដដែលបានរាយការណ៍បន្ថែមទៀតថារបាយការណ៍បានបង្ហាញថាអ្នកទេសចរទៅលេងប្រទេសថៃមានហានិភ័យខ្ពស់ជាងអ្នកទៅលេងប្រទេសជប៉ុនដល់ទៅ5ដងក្រៅពីអំពើចោរកម្មការបោកប្រាស់ប្រទេសថៃគឺជាប្រទេសដែលជនជាតិអូស្ត្រាលីជួបបញ្ហាសុខសុវត្ថិភាពធ្ងន់ធ្ងរគ្រោះថ្នាក់ចរាចរណ៍តាមម៉ូតូនិងករណីបាត់ខ្លួនច្រើនបំផុតផងដែរ
The Age បានរាយការណ៍ថាប្រទេសអ៊ីតាលីត្រូវបានគេប្រសិទ្ធនាមជារាជធានីនៃក្រុមចៅលូខាប៉ៅក្រុមចៅទាំងនោះប្រើវិធីសាស្ត្របង្វែរអារម្មណ៍អ្នកទេសចរនៅតាមទីតាំងប្រវត្តិសាស្ត្រល្បីៗដើម្បីលួចយកសម្ភារៈមានតម្លៃនិងលិខិតឆ្លងដែនប៉ុន្តែទោះជាយ៉ាងណាបើប្រៀបធៀបជាមួយប្រទេសឥណ្ឌូនេស៊ីដែលមានអ្នកទៅលេងច្រើនជាងថៃទៅដល់1 លាននាក់ប៉ុន្តែឥណ្ឌូនេស៊ីមានករណីជួបគ្រោះថ្នាក់តិចជាងថៃឆ្ងាយណាស់របាយការណ៍ DFAT បានសង្កត់ធ្ងន់ថាភាពធ្វេសប្រហែសក្នុងការទិញធានារ៉ាប់រងការធ្វើដំណើរនិងការមិនប្រុងប្រយ័ត្នចំពោះសុវត្ថិភាពផ្ទាល់ខ្លួននៅតាមតំបន់កំសាន្តនាពេលរាត្រីគឺជាមូលហេតុចម្បងដែលធ្វើឲ្យជនជាតិអូស្ត្រាលីធ្លាក់ខ្លួនជាជនរងគ្រោះនៃអំពើចោរកម្មនិងសោកនាដកម្មផ្សេងៗនៅក្នុងប្រទេសថៃពីខ្ញុំបាទពៅណាគ្រីសារព័ត៌មាន The Khmer Today សូមអរគុណសូមចុច like និង follow page The Khmer Today ដើម្បីទទួលបានព័ត៌មានថ្មីៗនិងគាំទ្រដល់ក្រុមការងាររបស់យើង